និយាយពីថាថ្ងៃនេះទីផ្សារមាសគឺងាយស្រួល trade ខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាបាទស្វាគមន៍បងប្អូនទាំងអស់គ្នាមកជួបខ្ញុំបាទងាយឃើញនៅក្នុងវីដេអូថ្មីនៅម៉ោង 10:50 នាទីយប់ថ្ងៃទី13ខែ5ឆ្នាំ2026នេះនិយាយពីថាថ្ងៃហ្នឹងបងប្អូនទាំងអស់គ្នាគឺមាសស្រួល trade មែនទែនហ្មងណាស្រួល trade មែនទែនគឺដើរ slow អត់ដើរកំហុកខ្លាំងទេបើទោះបីជាមកបកគោលត្រឹមតែ10លេខពេលខ្លះទៅមកវឹប5 10លេខអញ្ចឹងប៉ុន្តែគឺមិនបន្តទៅទៀតណាបានន័យថាប៉ុណ្ណឹងហើយគឺត្រឡប់មកវិញអញ្ចឹងគឺឲ្យយើងចំណេញគឺងាយស្រួលខ្លាំងមែនទែនបងប្អូនទាំងគ្នាងាយស្រួលមិនចាំមើលខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើល set up របស់ខ្ញុំមួយថ្ងៃហ្នឹងបងប្អូនទាំងគ្នាអាចចូលតែ set up តែមួយណាដដែលណារហូតដល់3ដងឯណោះរហូតដល់3ដងបងប្អូនស្ដាប់អត់ច្រឡំទេនេះបងប្អូនទាំងគ្នាសូនបាយរបស់ខ្ញុំហ្នឹងគឺតម្លៃ4690គុតទៅ4608គុតបងប្អូនចាំមើលថាតើខ្ញុំចូល3ដងរបៀបម៉េចនេះបងប្អូនកន្លែងនេះទី1 set up ទី1ខ្ញុំតម្លាក់នៅពេលព្រឹកខ្ញុំក៏បានតម្លាក់នៅក្នុង channel ធំរបស់ខ្ញុំដែរហើយក៏ឡើងមកដល់នេះចំណេញជាង20លេខដូចជា25លេខបងប្អូនទាំងគ្នាកន្លែងនេះគឺចុះមកស្អាតមែនទែនបងប្អូនទាំងគ្នាគឺរងចាំបាយនៅ4690គុតគឺចុះមកត្រឹមតែ87ទេគឺឡើងទៅវិញរហូតបើយើងគិតមើលទៅជិត30លេខដូចជា28លេខគឺច្រើនមែនទែនបងប្អូនទាំងគ្នាហើយចំណែកធ្លាក់មកលើកទី2វិញទៀបជាងលើកមុនបន្តិចគឺដូចជានៅ86មកត្រឹម86បងប្អូនទាំងគ្នាហើយក៏ឡើងត្រឡប់ទៅវិញបងប្អូនចាំមើលឡើងដល់តម្លៃណាគឺឡើងទៅវិញគឺ4710គុតគឺបានន័យថាជាង20លេខដូចគ្នាបងប្អូនទាំងគ្នាចាំពេលលើកទី3ចូលមករៀងជ្រៅបន្តិចចុះមករៀងជ្រៅបន្តិចនេះចុះមកដល់7គុតប៉ុន្តែនៅតែអត់ដល់ SL យើងដដែលទេពីព្រោះថាខ្ញុំក៏បានប្រាប់បងប្អូននៅក្នុង channel VIP របស់ខ្ញុំដែរថានៅពេលដែលមាសចុះមកតម្លៃដដែលចឹងហើយវាមានហានិភ័យខ្ពស់នៅបានន័យថាមានភាគរយខ្ពស់នៅក្នុងការបែកតម្លាក់មកក្រោមទៅបងប្អូនទាំងគ្នាហើយចុះមកដល់តម្លៃនឹងហើយនេះបងប្អូនឃើញអត់នេះឡើងទៅដល់តម្លៃ4700អញ្ចឹងបើសិនជាកាត់ផលចំណេញឥឡូវក៏បងប្អូននៅតែចំណេញ10លេខដែរបងប្អូនទាំងអស់គ្នាបងប្អូនឃើញត្រឹមតែ20លេខ10លេខហ្នឹងប៉ុន្តែបើសិនជាបងប្អូនដូចជានេះជិត30លេខ28លេខបើសិនជាបងប្អូនចូលតែមួយឡតណាបងប្អូនគឺបងប្អូនចំណេញរហូតទៅដល់$2800ឯណោះគឺច្រើនខ្លាំងមែនទែនបងប្អូនទាំងគ្នាទីផ្សារនេះបងប្អូនឃើញបកគោលអញ្ចឹងខ្លីៗអញ្ចឹងប៉ុន្តែគឺបានផលចំណេញច្រើនមែនទែនប៉ុន្តែនៅក្នុងនេះក៏មានហានិភ័យដែរបើសិនជាបងប្អូនគ្មានចំណេះដឹងទាល់តែសោះគ្មានការការពារហានិភ័យគ្មានការយល់ដឹងអំពីវិស័យនេះទាល់តែសោះគឺហានិភ័យខ្ពស់ខ្លាំងមែនទែនបងប្អូនទាំងគ្នាបងប្អូនឃើញក្រាបហើយត្រូវហើយគឺងាយស្រួល trade មែនទែនបងប្អូននៅក្នុងថ្ងៃនេះរហូតមកដល់ម៉ោង11នេះហើយគឺមាសនៅតែដើរ slow នៅឡើយទេមុននឹងម៉ោង7:30នាទីមានព័ត៌មាន PPI មួយដែរប៉ុន្តែគឺដូចជាតម្លៃមាសអត់តម្លៃមាសធ្លាក់ចុះហើយខ្ញុំក៏បានប្រាប់នៅក្នុង channel ធំខ្ញុំដែរថាបើសិនជាមាសធ្លាក់ចុះចូលទិញចុះបងប្អូនទាំងគ្នាអត់ខុសទេមែនចុះត្រឹម4670គុតឥឡូវឡើងដល់4700បើសិនចូលទិញក៏បានចំណេញ30លេខដែរបើបងប្អូនចូលមួយឡតគឺចំណេញបាន$3000អូខេសម្រាប់បងប្អូនដែលចង់បានព័ត៌មានបន្ថែមក៏ដូចជាការសាកសួរព័ត៌មានលម្អិតអំពីការ trade ការ join នៅក្នុង channel VIP ការបើក account បងប្អូនអាច join នៅក្នុង channel Telegram របស់ខ្ញុំនិង follow page Facebook ផ្លូវការដើម្បីទទួលបានព័ត៌មានថ្មីបំផុតផងដែរ